បញ្ហាការពារប្រទេសពង្រឹងអធិបតេយ្យភាពជាតិសំខាន់គឺមនុស្សនេះឯងអញ្ចឹងហើយបានរដ្ឋាភិបាលដាក់ទិសដៅតគោលដៅ3ធំសុខភាពសមត្ថភាពជីវភាពសម្រាប់កូនខ្មែរយើងវិនិយោគសាលារាប់ពាន់ខ្នងឥឡូវឆ្នាំនេះខ្ញុំឲ្យរៀបចំផែនការដើម្បីបង្កើនរុញសាលាអនុវិទ្យាល័យវិទ្យាល័យបន្ថែមទៀតឲ្យក្រសួងការងារធ្វើការជាមួយក្រសួងអប់រំដើម្បីពង្រីកការបដិបដាលអប់រំវិជ្ជាជីវៈត្រៀមលក្ខណៈឲ្យគាត់មានសមត្ថភាពចាប់ឱកាសនៅក្នុងប្រទេសឬមួយក៏ចេញក្រៅដើម្បីឈានទៅដល់ការច្បាមយកវិវត្តការងារល្អចិញ្ចឹមជីវភាពរបស់គាត់នេះគឺជាការការពារជាតិខ្មែរខ្ញុំឃើញបងប្អូនខ្លះបារម្ភថាយើងលក់អស់ហើយជាតិខ្មែរតិចទៀតគេមកត្រួតហើយអត់ទេខ្មែរយើងចេញពីអពតទៅ5លានឥឡូវ7ទៅ10លានកូនច្រើនឲ្យតែនិយាយរឿងកូននោះប្រពន្ធគាត់ចេះតែនេះព្រោះកំពុងចរចាយកអាទី4អត់បានឥឡូវខ្ញុំលើកទឹកចិត្តជាពិសេសឥឡូវអ្នកក្រុងឡើងចង់យកកូនដែរអញ្ចឹងនៅមានសង្ឃឹមតាមមូលដ្ឋានតាមជនបទធ្វើម៉េចយកច្រើនបង្កើតកម្លាំងបង្កើតហើយត្រូវមានសុខភាពល្អយើងឃើញទេតានៅតាមបណ្ដាប្រទេសជាច្រើនរាល់ថ្ងៃទេនៅអាហ្វ្រិកនៅអីដែលប្រទេសមានសង្គ្រាមកូនអត់អីគេថាអាជីវជាតិវាអត់បាទអញ្ចឹងឥឡូវរដ្ឋាភិបាលយើងគិតគូរនេះសំបីតាបងប្អូនមួយចំនួនដោយកម្មករមន្ត្រីរាជការហើយយើងកំពុងពង្រីកសេវានេះបន្ថែមក្របដណ្ដប់សុខភាពនេះតាំងពីចាប់ផ្ដើមមានផ្ទៃពោះរដ្ឋផ្ដល់លទ្ធភាពក្នុងការទៅផលិតសុខភាពតាមយ៉ាងណាតែយើងព្យាយាមរុញមូលដ្ឋានកសាងពេទ្យមណ្ឌលសុខភាពអីទេរៀបចំគម្រោងគេថាសន្តិសុខសង្គមរបស់យើងបសសហើយនឹងបានសម្បត្តិគេថាអីផ្សេងនេះគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះរហូតដល់កូន2ឆ្នាំអីផ្សេងនេះគឺដើម្បីយើងជួយបែបនេះបាទធ្វើយ៉ាងណាឲ្យកូនខ្មែររបស់យើងកាន់តែរឹងមាំកើតមកហើយរឹងមាំសុខភាពល្អឥឡូវយ៉ាងម៉េចមានការរៀនហើយរហូតទៅដល់ណាត្រូវរកវិធីកុំឲ្យគាត់ឈប់ច្រើនបើគាត់មិនរៀនចប់ទី12ត្រូវរកថ្នាក់រៀនបច្ចេកជំនាញឲ្យគាត់ថ្ងៃក្រោយគាត់អាចត្រឡប់មកវិញកុំឲ្យចេញអត់មានអីមានបំណិតមួយក្នុងខ្លួនធ្វើហើយទៅណាទៅរកការងារយើងរុញការងារមិនប្រមូលផ្ដុំព្រុញទៅទេរុញទៅដល់គ្រប់កន្លែងនៅខេត្តពោធិ៍សាត់ដែលគេថាខេត្តទៅហួរមកហួរឥឡូវឡើងទៅហួរមកហួរមានរោងចក្រមានអីធំមិនសមវិញមីនីបៀក្រុងតបើកមានក្រុមហ៊ុន Ford ផលិតឡាននៅទីនោះលើកទី1ដែលយើងមានឡានវាយ sticker made in Cambodia បាទកាលមុនយើងទឹកសុទ្ធម្ដងឆ្នាំ9ជាងអត់ទាន់មានលទ្ធភាពទៅទេទឹកក្រួយមកកំប៉ុងយើងនាំចូលទាំងអស់ឥឡូវយើងមានផលិតនៅក្នុងប្រទេសនឹងនាំចេញវាយផ្លាក Cambodia ទៅលើផលិតផលជាច្រើនមិនមែនមានតែផលិតផលកសិកម្មឬមួយក៏ខោអាវទេយើងមានគ្រឿងបង្គុំអគ្គិសនីយើងមានគ្រឿងអេឡិចត្រូនិកយើងមានម៉ូតូយើងមានកង់មិនមែនកង់អាកង់យើងពីណានៅខ្មែរមីតាខ្មៅបោះជប៉ុនកាលនោះមកទឹកគេបញ្ជីដោយ Alexis ចឹងបាទឬមួយកង់សន្តិភាពរបស់យើងដែលយើងធ្វើក្រមមិនមែនទេនេះគឺកង់កម្រិតខ្ពស់ដែលមួយលក់រាប់ពាន់ដុល្លារខ្លះចូល$1,000គឺផលិតទៅកម្ពុជានាំចេញទៅផ្សារអឺរ៉ុបហើយយើងជាអ្នកនាំចេញកង់ធំជាងគេដូចទៅទីផ្សារអឺរ៉ុបលំដាប់លេខ1ពីពុទ្ធចឹងសមត្ថភាពកូនខ្មែរផលិតនៅស្រុកខ្មែរផ្គុំបង្គំនៅស្រុកខ្មែរក៏ដោយមានផលិតផ្នែកមួយចំនួននៅស្រុកខ្មែរប៉ុន្តែទោះជាយ៉ាងណាក៏ការដំឡើងរោងចក្រនៃការផ្គប់ឬផលិតដើម្បីនាំចេញពីប្រទេសកម្ពុជាឥឡូវយើងមានរហូតទៅដល់រថយន្តដែលបង្គំនៅស្រុកខ្មែរដើម្បីទីផ្សារក្នុងស្រុកហើយទៅមុខទៀត
ក្រុមហ៊ុនមួយនឹងយករថយន្ត Mercedes ដើម្បីយកមករៀបចំតម្លើងតួផ្នែកមួយចំនួននៅកម្ពុជាដើម្បីនាំចេញទៅក្រៅនេះគឺជាសមត្ថភាពរបស់កូនខ្មែរបើសិនជាកូនខ្មែរគ្មានចំណេះដឹងគ្មានពីណាបើករោងចក្រ Ford រោងចក្រ Toyota បញ្ជារ៉ូបូបានទេហើយយើងទៅសួរខ្ញុំសួរសិតតអ្នកបដោះបដាលនៅសាលា Techno សាលាការងារសាលាអីបើន័យថាពីមុនពីកៅជាងយើងអាចធ្វើបានត្រឹមកាត់ដេរកម្រិតទាបឥឡូវទឹកដៃកូនខ្មែរយើងអាចឈានទៅដល់រោងចក្រផលិតប្រើប្រាស់បញ្ជារ៉ូបូបានហើយទៅថ្ងៃមុខយើងកំពុងតែជំរុញខាង AI ខាង digital ផ្សេងទៀតឥឡូវកូនខ្មែរយើងធ្វើ software ច្រើនណាស់សរសេរកូដមកវឹក COVID នេះយើងអត់ចាំបាច់ទៅទិញកូដពីក្រៅទេខ្ញុំចាំកាលពីមុនដូចហាង Lucky មួយចំនួនគាត់ទិញកូដចង់វាយaccounting ហ្នឹងទៅទិញពីសិង្ហបុរី$20-30 ម៉ឺនឥឡូវកូនខ្មែរគូសសរសេរឲ្យបានបាទ Excel នេះជាងកាលខ្ញុំអង្គុយកាលរៀនអង្គុយគូសឥឡូវក្មេងៗគេបងថាបងអាហ្នឹងយើងមិនបាច់ទេខ្ញុំសរសេរកូដឲ្យអាកុំព្យូទ័រហ្នឹងវារត់ខ្លួនវាឲ្យបងឯងចំណាយ24ម៉ោងអាកុំព្យូទ័រវារត់ឲ្យតែ24វិនាទីចេញបាត់នេះបច្ចេកវិទ្យាគ្រូក្បាលកូនខ្មែរខ្ញុំប្រាប់ហើយថាខ្មែរយើងអត់អន់ទេកសាងអង្គរកសាងអីបានសំខាន់មានឱកាសចឹងហើយបើតែយើងជាប់សង្គ្រាមយើងមានឱកាសរៀនសូត្រកូនខ្មែរយើងប្រព័ន្ធអប់រំយើងកាន់តែល្អឥឡូវហ្នឹងយើងមិនទាន់ល្អចេះតែយើងខិតខំកូនខ្មែរយើងចេញទៅប្រកួតម៉ាត់នៅក្រៅប្រកួតរ៉ូបូនៅក្រៅឈ្នះហើយអា program មួយដែលកូនខ្មែរនៅក្រសួងប្រៃសណីធ្វើ verify.com នេះឥឡូវប្រទេសមួយចំនួនយកទៅប្រើព្រោះយើងបានមេដាយមាសប្រកួតជាមួយកម្មវិធីផ្សេងនៅក្នុងអាស៊ានយើងបានឈ្នះគេបាទប៉ុន្តែយើងមានបញ្ហាយើងនៅមានសមត្ថភាពកំណត់ជាច្រើនដែលយើងត្រូវបន្តបន្ថែមប៉ុន្តែយ៉ាងហោចណាស់យើងត្រូវមោទនភាពនៅអីដែលយើងបានសម្រេចបានតាំងពីអត់លទ្ធភាពទាំងអស់រហូតមកដល់យើងបានប៉ុណ្ណេះនេះគួរតែជាមោទនភាពរបស់យើងទៅបាទបងប្អូនម្នាក់មិនថារៀនដល់ថ្នាក់ណាឬធ្វើការនៅណាទេយើងត្រូវមោទនភាពថាពីមុនធ្លាប់តែពឹងម៉ែឪឥឡូវយើងមានសមត្ថភាពរលួយខ្លួនឯងហើយរស់នៅប្រទេសដែលយើងមិនធ្លាប់នៅទៀតមានសមត្ថភាពចេញមករស់នៅធ្វើការដោយទុកចិត្តលើខ្លួនឯងរាប់ពាន់គីឡូពីផ្ទះគួរតែមានមោទនភាពលើខ្លួនឯងទៅកុំគិតថាយើងធ្វើការអីគឺការថ្លៃថ្នូរទាំងអស់ជាមោទនភាពរបស់យើងនេះគឺជាការពិតរបស់យើងវាមិនខុសពីប្រទេសយើងទេបាទប្រទេសជប៉ុនគេផលិតឡានរាប់សិបឆ្នាំហើយតែពេលដែលគេផលិតឡានដំបូងក៏គេមានមោទនភាពដូចយើងដែរគេក៏នៅតែមោទនភាពនៅរបបកំហើញបច្ចេកវិទ្យាថ្មីដែរគេឃើញដែរអញ្ចឹងកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃពីមនុស្ស5លានទៅ17លាននាក់ពីកូនខ្មែរដែលស្គមស្គៀងទៅជាកូនខ្មែរដែលមានអាជីវគេថាអាជីវជាតិគ្រប់គ្រាន់មានសមត្ថភាពមានឱកាសរៀនសូត្រពីប្រទេសមួយដែលត្រូវពឹងការនាំចូលទាំងអស់ឥឡូវយើងនាំចេញច្រើនពីប្រទេសមួយដែលធ្លាប់តែគេបញ្ជូនទ័ពមកដើម្បីជួយខ្មែររក្សាសន្តិភាពនៅស្រុកខ្មែរខ្លាយទៅជាប្រទេសដែលបញ្ជូនកងទ័ពទៅក្រៅជួយដោះមីនជួយថែរក្សាសន្តិភាពនៅប្រទេសគេនេះគឺជាមោទនភាពរបស់យើងបើយើងមើលអាចរងអាក្រក់វាតែងតែមានដែរគ្មានកន្លែងណាល្អទេខ្ញុំជឿថានៅតូក្យូនេះប្រកាសជាមានផ្លូវកន្លែងខ្លះក៏មានកលុកដែរគេជួសជុលមិនទាន់គ្រាន់តែតូចធំប៉ុន្តែខ្ញុំជឿថានៅក្នុងនេះគេជួសជុលបានតែក៏មិនមែនស្តង់ដារដូចគ្នាទាំងអស់ដែរមិនមែនបេតុងគ្រប់កន្លែងទេបើយើងទៅចង់មើលកន្លែងអាក្រក់មានតាឥឡូវយើងមើលជប៉ុនជីវភាពរស់នៅខ្ញុំមិនថាទេប៉ុន្តែក៏មានបងប្អូនខ្លះក៏ប្រឈមប៉ុន្តែខ្លះខ្ញុំឃើញគេធ្វើ report ជីវភាពគាត់ក៏មានការប្រឈមដែរអ្នកខ្លះជួលតាកាហ្វេអ៊ីនធឺណិតកាហ្វេទៅនោះមែនអត់តែរាជរដ្ឋាភិបាលគេយកចិត្តទុកដាក់លើកម្រិតណារឿងរបស់គេបើយើងចង់មើលតាវិធីប្រៀបធៀបតែអ្នកក្រប្រកាសជារកឃើញហើយអ្នកក្រនៅជប៉ុន
កម្រិតជីវភាពគាត់ខ្ពស់ជាងកម្ពុជាប៉ុន្តែតម្លៃដោយសារតម្លៃនៃការរស់នៅក៏វាថ្លៃបានគេគិតថាជាអ្នកគ្មានប្រទេសណាមានទាំងអស់ទេហើយគ្មានក្រុមហ៊ុនណាមួយចូលទៅសិតតែ CEO ទាំងអស់ទេបាទចូលទៅមកក្រុមហ៊ុន10នាក់ហាងកាទៀវ10នាក់សិតតែតកែទាំង10នាក់អត់មានចុងភៅសំបីថ្ងៃក្រោយគេប្រើរ៉ូបូទាំងអស់ក៏គេមិនអោយមានតកែ10នាក់ដែរគេប្រកាសគេមានអ្នកគ្រប់គ្រងមានស្អីចឹងទៅអញ្ចឹងនេះហើយគឺជាការវឌ្ឍនភាពនៃការកសាងប្រទេសរបស់យើងសមត្ថភាពរបស់យើងតាមរយៈការចេញគោលនយោបាយយកចិត្តទុកដាក់លើមនុស្សដើម្បីអីដើម្បីពេលដែលយើងមានសមត្ថភាពម្ចាស់ការលើការផលិតខ្លួនឯងការបង្រៀនខ្លួនឯងការធ្វើផែនការនយោបាយខ្លួនឯងនឹងហើយដែលយើងធានានៅឯករាជ្យម្ចាស់ការមិនអណប់ទៅប្រទេសណាមិនបាត់ប្រទេសគឺដោយសារកូនខ្មែរជាម្ចាស់កាន់តែខ្លាំងកាន់តែរឹងមាំនេះគឺជាការពិត